សួស្តីបងប្អូនប្រិយមិត្តនៅក្នុងបណ្ដាញសង្គម YouTube ជាទីរាប់អានតើលោកអ្នកទាំងអស់គ្នាសុខសប្បាយជាទេបាទបងប្អូនហើយបងប្អូនដែលបានចូលរួមតាមដានទស្សនាការផ្សាយរបស់ខ្ញុំនៅក្នុងបណ្ដាញសង្គម YouTube ហើយលោកអ្នកដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ហើយនឹងដាក់សញ្ញាកណ្ដឹងផងដែរបាទដើម្បីបានមើលវីដេអូដែលខ្ញុំបានផុសផ្សាយនឹងថ្មីបន្តទៀតបាទកាលណាមានវីដេអូដែលខ្ញុំបានផុសផ្សាយគឺលោតចូលទៅក្នុង YouTube របស់លោកអ្នកតែម្ដងណាអរគុណច្រើនបាទហើយខ្ញុំមិនបងអង្គយូរទេខ្ញុំចាប់ផ្ដើមថ្ងៃនេះចេញវីដេអូនិយាយអំពីរឿងរ៉ាវសេចក្តីស្នេហាមួយដែលបងប្អូនលោកអ្នកប្រហែលជាធ្លាប់ជួបធ្លាប់ដឹងដែរក៏ប៉ុន្តែมันបានយកចិត្តទុកដាក់ថារឿងហ្នឹងវាមានកើតឡើងដល់ម្លឹងណាលោកអ្នកហ្នឹងហើយបាទខ្ញុំសូមនិទាននៅរឿងស្នេហានេះរបស់ប្អូនស្រីម្នាក់ប្អូនស្រីថាប្អូនមានប្តីរួចទៅហើយប្តីរបស់ប្អូនហ្នឹងគឺជាមនុស្សប្រុសគ្រប់លក្ខទៀតណាមនុស្សប្រុសគ្រប់លក្ខហើយនៅពេលដែលប្អូនបានទទួលអាពាហ៍ពិពាហ៍នឹងរួចហើយមិនយូរប៉ុន្មានក៏ប្អូនប្រសូតបានកូនប្រុសមួយណាហើយរកស៊ីអីចឹងប្អូនតែងតែចេញទៅរកស៊ីជារឿយជារៀងរាល់ថ្ងៃណាចេញទៅលក់ដូរនៅតាមភូមិឆ្ងាយអីចឹងទៅហើយលោកប្តីហ្នឹងគាត់មានការងារធ្វើរបស់គាត់ដែរហើយបន្ទាប់មកគាត់ដឹកកូនដឹកអីទៅសាលារៀនអីមកបាយទឹកស្អីមកកាប់ភ្លេណាហ្នឹងហើយបាទដល់ពេលសម័យថ្ងៃមួយហ្នឹងគាត់ថានិយាយជាមួយនឹងគ្រួសាររបស់គាត់ប្តីរបស់គាត់ហ្នឹងថាយើងត្រូវតែផ្លាស់ប្ដូរទីលំនៅហើយចង់មករស់នៅភ្នំពេញណាហ្នឹងហើយប្តីក៏អត់មានប្រកែកដែរណាប្តីតាមប្រពន្ធនេះហ្នឹងហើយប្រពន្ធហាក់បីដូចជាដឹកនាំក្នុងការរស់ស៊ីអញ្ចឹងណាលោកអ្នកហ្នឹងហើយបាទមកដល់ភ្នំពេញនេះគឺបងអូនស្រីគាត់ថាបានជួលផ្ទះនៅមកបានជួលផ្ទះនៅប្អូនដំបងថាមានលុយបន្តិចបន្តួចហ្នឹងក៏ចាប់ផ្ដើមរស់ស៊ីមួយគឺរស់ស៊ីលុយរាប់លោកអ្នកដែលលឺលុយរាប់បាទប្រកាសជាធ្លាប់ដែលលឺហើយក៏ធ្លាប់ធ្វើការងារហ្នឹងដែរមកទៅហ្នឹងហើយឥឡូវខ្ញុំឧទាហរណ៍ខ្លីទេប្រសិនបើលោកអ្នកមិនដែលបានលឺវាណាហ្នឹងហើយលុយរាប់ហ្នឹងខ្ញុំឧទាហរណ៍ថារាប់ឲ្យបុគ្គលកហ្នឹងរាប់100000ញ៉េណាហ្នឹងហើយរាប់100000អញ្ចឹងនៅពេលហ្នឹងគេយកលុយ100000ហ្នឹងទៅហើយមួយថ្ងៃ10000អញ្ចឹងណាតែគេរាប់12ថ្ងៃហ្នឹងមួយថ្ងៃ10000វាបានប៉ុន្មានលោកអ្នកវាបាន120,000ត្រឡប់មកវិញក៏ប៉ុន្តែមួយថ្ងៃគេយកតែ10000មួយថ្ងៃគេយកតែ10000មួយថ្ងៃយកតែ10000អញ្ចឹងគ្រប់12ថ្ងៃហ្នឹងលុយដែលបានចូលមកវិញហ្នឹងគឺ120,000តែយើងដាក់ឲ្យគេតែ100000ទេណាហ្នឹងហើយអាហ្នឹងគេហៅលុយរាប់ហើយបាទប៉ុន្តែយើងជាទូទៅយើងត្រូវតែទៅទទួលយកលុយ10000ហ្នឹងពីគេជារៀងរាល់ថ្ងៃអញ្ចឹងទៅហើយឥឡូវហ្នឹងគេបច្ចេកវិទ្យាសម័យបច្ចេកវិទ្យាទំនើបហ្នឹងគេបាញ់ QR តាមធនាគារទៀតណាលោកអ្នកណាហ្នឹងហើយក៏ប៉ុន្តែក៏នៅតែទៅទទួលសេវាហ្នឹងយកពីជាលុយសុទ្ធហ្នឹង10000ដូចគ្នាទេបាទអូខេស្លេះរឿងហ្នឹងបន្តរឿងហ្នឹងសូមបន្តរឿងបងប្អូនស្រីទៀតនៅពេលដែលបងអូនស្រីលុយរាប់ហ្នឹងវាកាន់តែកើនដើមឡើងណាជាមួយនឹងប្តីហ្នឹងក៏មានគំនិតទៅទិញផ្ទះនៅឯបរិយមួយទិញផ្ទះនៅបរិយមួយក្នុងរាជធានីភ្នំពេញហ្នឹងខ្ញុំមិនបញ្ចេញថាបរិយណាទេបាទហ្នឹងហើយក៏រស់នៅសុខដុមរមនានៅក្នុងបរិយហ្នឹងទៅតែមុខរបររកស៊ីរបស់គាត់ហ្នឹងគឺនៅដដែលទេបាទនៅតែរាប់ដូចដដែលទេបាទហើយដល់ពេលប្រហែលជាខ្ទង់2ឆ្នាំមុននេះបាទ2ឆ្នាំមុននេះគឺប្អូនស្រីហ្នឹងគាត់មានប្អូនស្រីមួយទៀតប្អូនស្រីបង្កើតមួយទៀតមកនៅឯផ្ទះហ្នឹងមកពីស្រុកមកគេប្រឡងជាប់បាក់ឌុបណាប្រឡងជាប់បាក់ឌុបហើយក៏យកប្អូនខ្លួនឯងហ្នឹងមកនៅផ្ទះជាមួយនឹងគ្នាហ្នឹងហើយបាទហើយដល់ពេលនៅផ្ទះជាមួយនឹងគ្នាយូរទៅដឹងអីណាប្អូនស្រីថាដឹងអីបងអើយនិយាយប្រាប់ខ្ញុំណាថាប្តីរបស់គាត់ហ្នឹងមានចិត្តណែបនិតទៅលើប្អូនគាត់បន្តដែលត្រូវជាប្អូនថ្លៃរបស់ប្តីហ្នឹងណាលោកអ្នកធ្លាប់ជួបទេរឿងហ្នឹងបាទហើយតាមដែលខ្ញុំឮលហិចលហៀងនៅតាមតុកាហ្វេអីគេធ្លាប់និយាយរឿងហ្នឹងដែរតែប៉ុន្តែខ្ញុំមិនដែលបានឮជាប់តិចដូចអញ្ចឹងណាបាទរឿងនេះគឺជារឿងពិតរបស់ប្អូនស្រីហ្នឹងបាទ
Chẳng hỏi tờ bốn tha ọt đăng sao ọt đăng thà ở đâyខ្លួនឯងហ្នឹងស្រឡាញ់ប្អូនខ្លួនឯងបន្តហ្នឹងហើយស្រឡាញ់ហេតុអីបានចេះតែប្អូនស្រីខ្លួនឯងហ្នឹងក៏អត់ដឹងខ្លួនដែរដំបងណាដល់តែពេលដែលការយកចិត្តទុកដាក់របស់អាប្តីខ្លួនឯងទៅលើប្អូនខ្លួនឯងនេះណាយកចិត្តទុកដាក់មែនតែនហ្មងបាទបរោះដែលជាប្តីថាជាបរោះគ្រប់លក្ខបរោះសម្ពុតក្នុងភ្នត់ណាបាទហ្នឹងហើយគាត់ចាប់ផ្ដើមយកចិត្តទុកដាក់ប្អូនថ្លៃរបស់គាត់តាំងពីការហូបចុកតាំងពីការលុយទៅសាលារៀនទៅអីអញ្ចឹងទៅប្តីទៅធ្វើអញ្ចឹងដាក់ប្អូនថ្លៃហើយប្រពន្ធរបស់គាត់នឹងនឹកឃើញថាវាសប្បាយចិត្តមួយយ៉ាងដែរដែលប្តីខ្លួនឯងនឹងយកចិត្តទុកដាក់ទៅលើប្អូនណាបាទសម្រាប់ការរៀនដល់តែមិនយូរប៉ុន្មានគេមានសង្សារណាមានសង្សារនឹងថាប្តីនឹងបដិសេធនិយាយថាអញ្ចេះថាអញ្ចោះថាអញ្ចេះរហូតមិនអោយប្អូនថ្លៃហ្នឹងមានសង្សារអីទេដល់ទៅពេលអាហ្នឹងបាត់ទៅមួយដល់ពេលក្រោយមកទៀតថាម្ដាយនៅស្រុកនោះប្រាប់មកថាមានគេស្រឡាញ់ចង់ចូលស្ដីដណ្ដឹងប្អូនស្រីរបស់គាត់ហ្នឹងណាតែប្តីហ្នឹងរកលេសរហូតដើម្បីបដិសេធថាអានោះវាអញ្ចេះអានោះវាអញ្ចោះអានោះវាអញ្ចេះណាដល់ទៅពេលទីបំផុតហ្នឹងហើយក៏បានចេញរឿងនឹងមកថាប្តីកាងប្អូននឹងទុកដើម្បីខ្លួនឯងណាគាត់ចង់យកប្រពន្ធនឹងបងនឹងហើយចង់យកប្រពន្ធមួយទៀតដែលជាប្អូននឹងណាគឺខ្លួនមួយជីទូកពីរហើយជាបងប្អូនបង្កើតទៀតណាហ្នឹងហើយហើយអ្វីដែលខ្ញុំទទួលបានពីប្អូនស្រីណាប្អូនស្រីថាឈឺចាប់មែនតើណាឈឺចាប់មែនតើដល់ពេលអញ្ចឹងប្អូនក៏សួរមកខ្ញុំថាតើរឿងនឹងត្រូវដោះស្រាយរបៀបម៉េចណាខ្ញុំក៏និយាយប្រាប់គាត់យកតាមរយៈរែងសារផ្ញើនៅក្នុង Telegram ហ្នឹងហើយតែឲ្យរបៀបរបបធ្វើម៉េចចឹងដែរសួរប្តីយើងឲ្យច្បាស់លាស់ហើយថាយើងគួរតែដោះលែងប្អូនទៅណាព្រោះយើងមានរូបខ្ញុំហើយมันអាចទៅយកប្អូននោះមួយទៀតបានទេអញ្ចឹងណាហើយខ្លួនមួយมันអាចជីទូកពីរបានជាបងប្អូនទៅទៀតទូកហ្នឹងណាហើយទី2វាខុសច្បាប់ឯកពលភាពរបស់កម្ពុជាយើងទៀតណាវាខុសច្បាប់មនុស្សប្រុសមិនអាចយកប្រពន្ធពីរបានទេណាហ្នឹងហើយចង់យកប្រពន្ធទី2តលតែមានសម្បត្តិលែងលះនៅក្នុងប្រពន្ធទី1សិនណាមានន័យថាធ្វើឲ្យដាច់ស្រេចចឹងណាលោកអ្នកហ្នឹងហើយអូខេហ្នឹងហើយអ្វីចង់ជំរាបសួរលោកអ្នកថាតើធ្លាប់ជួបរឿងនឹងដូចអញ្ចឹងទេបាទលោកអ្នកណាហ្នឹងហើយបើសិនបើធ្លាប់ជួបដែរសូម comment ថាធ្លាប់ចូលមកបាទហ្នឹងហើយអរគុណច្រើនសូមជម្រាបលាតែប៉ុណ្ណេះហើយជួបគ្នានឹងនៅវីដេអូបន្តមកទៀតនេះបាទនឹងមានរឿងថ្មីបន្តអរគុណច្រើន